មាត្រា37អំណាចរបស់ព្រះរាជអាជ្ញាព្រះរាជអាជ្ញាដឹកនាំនិងសម្របសម្រួលសកម្មភាពរបស់មន្ត្រីនិងភ្នាក់ងារនគរបាលយុត្តិធម៌ទាំងអស់នៅក្នុងសមត្ថកិច្ចដែនដីរបស់ខ្លួនប៉ុន្តែកាលណាអនុវត្តដោយការសម្រេចចាត់ឲ្យស៊ើបសួរជំនួសមន្ត្រីនគរបាលយុត្តិធម៌ត្រូវស្ថិតនៅក្រោមអំណាចរបស់ចៅក្រមស៊ើបសួរព្រះរាជអាជ្ញាប្រើប្រាស់អំណាចទាំងអស់ដែលក្រមនេះបានទទួលស្គាល់ឲ្យដល់មន្ត្រីនគរបាលយុត្តិធម៌ក្នុងការស៊ើបអង្កេតព្រះរាជអាជ្ញាអាចចុះទៅកាន់កន្លែងស៊ើបអង្កេតនិងធ្វើគ្រប់ការណែនាំដែលមានប្រយោជន៍ដល់មន្ត្រីនិងភ្នាក់ងារនគរបាលយុត្តិធម៌ក្នុងករណីចាំបាច់ពិសេសព្រះរាជអាជ្ញាអាចដកសិទ្ធិស៊ើបអង្កេតពីមន្ត្រីនិងភ្នាក់ងារនគរបាលយុត្តិធម៌និងរៀបចំជំនួសមន្ត្រីនិងភ្នាក់ងារនេះព្រះរាជអាជ្ញាអាចធ្វើអធិការកិច្ចបានគ្រប់ពេលវេលានៅអង្គភាពនគរបាលយុត្តិធម៌ព្រះរាជអាជ្ញាអាចចូលរួមក្នុងការស្ដាប់ចម្លើយអាចត្រួតពិនិត្យការអនុវត្តវិធានការឃាត់ខ្លួនជាពិសេសគឺការគោរពទម្រង់ច្បាប់និងការកាន់កាប់ទីកន្លែងឃាត់ខ្លួន